អនុស្សាវរីយ៍ការទុបចោសីមានុវត្តខ្ជះនិយាយថាវត្តនេះស្រស់ស្អាតទេមនុស្សម្នាមកចូលរួមយ៉ាងច្រើនកុះករកាលនោះខ្ញុំទៅប្រហែលម៉ោង10ម៉ោង10ព្រឹកនៅដល់មកពីខេត្តណាខេត្តណៃទេលើប្រែកពេលថ្ងៃមកច្រើនលឹងហើយទំរឹមតែយប់ទៀតដល់មួយច្រើនបណ្ណាទៅកាលនឹងជិះម៉ូតូទៅវិស្វាយទៅដល់វត្តខ្ជះចំណាយពេលជិត1 ម៉ោងចំណែកបងប្អូនកូនប្រពន្ធខ្ញុំវិញចូលតោឲ្យគេដឹកទៅព្រោះឲ្យទៅគ្នារឿងច្រើនដែរនឹងជិះម៉ូតូទៅអត់អស់គ្នាកន្លែងទៅណាកន្លែងយកស្បែកជើងមកទុកមុននឹងចូលទៅធ្វើបន់ដោះស្បែកជើងទុកជាមុនសិនចំណែកស្អាតនេះវិញលើកម្រាមដៃពីឲ្យថតឲ្យមកពុំមុននឹងដើរចូលទៅធ្វើបន់បរិវេណវត្តខ្ជះនេះនិយាយពីថាស្អាតមែនទេទាំងក្នុងទាំងក្រៅរៀបថ្នាំពឿមាសទាំងអស់ឃើញហើយផ្លែកភ្នែកម្យ៉ាងដែរតើវត្តដែលខ្ញុំធ្លាប់បានទៅចោះស៊ីម៉ាមានតែវត្តនេះទេស្អាតជាងគេទើបតែជួបមួយកាលនោះនឹងគ្នាទៅធ្វើបន់មួយគ្រួសារចិត្តទាំងអស់គ្នាទាំងយាយទាំងម៉ែទាំងបងអស់ហើយព្រមទាំងកូនក្មេង3 4 5នាក់ទៀតកាលនោះបានទៅធ្វើបន់ជួបជុំគ្នាបានម្ដងពហិនេះមាន2ជើងហើយមនុស្សឡើងណែនទាំងចិនក្រមទាំងចិនលើចំណែកខ្លងទ្វារពហិវិញស្អាតគ្រប់ទិសដូចរាជវាំងចឹងចំណែកកញ្ចាំងខ្លងទ្វារពហិវិញគូគំនូគ្រប់កំលែងស្អីក៏មានដែរមើលឡើងចកជើងស្អាតណានេះកន្លែងដងដែលយើងយកលុយទៅដាក់ធ្វើបន់ដាក់លើរៀងខ្ពស់ក្រាន់ដែរឡើងពីជ្រៀតគ្នាយកលុយទៅដាក់នឹងចង្អៀតបន្តិចកម្ពស់ចង់កន្លះម៉ែត្រដឹងចាស់ទៅតែជួយដាក់ដៃកើប្រោដើរវេះគ្នារឿងចង្អៀតដែរខ្លាចដើរខុសផ្លូវធ្លាក់អីវីវធំម្ដងចាំមើលចន្រូនដងជ្រោះស្មើណាខ្ញុំកំពុងតែដើរឡើងទៅហើយសំណាងឡើងទៅកន្លែងស្លាស់ល្អដើម្បីយកលុយដែលធ្វើបន់ទៅដាក់ក្នុងដងនេះសិតតែលុយមានសិតតែក្តាស់1000និងក្តាស់500ច្រើនជាងគេខ្ញុំក៏បានយកលុយ500ធ្លាក់ចូលទៅក្នុងដងរួចហើយខ្ញុំក៏បន្តដំណើរទៅដងមួយទៀតឃើញទេបងប្អូនផ្លូវវេះគ្នាលំចង់រួចពីដងមួយទៅដងមួយមានចង្អាយឆ្ងាយពីគ្នាក្រាន់បើដែរតើហើយដាក់កណ្ដាលក្រហមឲ្យដើរទៀតផងខ្ញុំធ្លាប់ទៅចោះសីមាវត្តផ្សេងដូចមិនចេះទេទៅជួបផ្ទះនៅវត្តនេះមួយធ្វើខុសពីគេផ្លែម្យ៉ាងដែរតើខ្ញុំក៏ដើរចូលទៅតាមគេតាមអែមដងតែយាយគិតចង់មកធ្វើបន់ទោះដើររៀងពិបាកឈឺជើងឈឺជង្គង់ក៏គាត់ព្យាយាមឡើងទៅធ្វើបន់ឲ្យបានគ្រប់ដូរចំណែកយាយខ្ញុំវិញដើរតាមគ្រាកើតពីក្រោយខ្លាចកើតរអិលដូរឬក៏វិលមុខអីទៅគាត់ព្យាយាមដើរយ៉ាងរហ័សរហួនដើម្បីបានមកធ្វើបន់ចុះសីមានៅវត្តខ្ជះនេះតាមលងអត់សូវឃើញមានសុភោសោះភាគច្រើនគេដើរដាក់តែលុយមើលសិតតែលុយសុភោឃើញមានមួយក្បាលលងនេះលុយ100ច្រើនជាងគេដាក់រួចហើយបន្តដំណើរទៅមុខទៀតលងយើងដាក់លុយធ្វើបន់មានគ្រប់ទិសណាបងប្អូននាំគ្នាដើរជាជួរទៅទៀតហើយអ្នកខ្លះដាក់លុយធ្វើបន់គ្រប់អស់ហើយនាំគ្នាឡើងពហិទៅចិនលើខ្ញុំក៏ដើរតាមពីក្រោយគេបណ្ដើទៅលងមួយទៀតវត្តនេះស្អាតមែនទែនសុំសើដោយស្មោះរចនាក្បូកបាច់និយាយថាពីលុយនោះស្អាតអស្ចារ្យហើយខ្លងទ្វារពហិក៏ស្អាតមិនចាញ់ពហិដែរហើយទីធ្លាវត្តនេះធំណាស់ឥឡូវឃើញគេកំពុងតែសាងសង់ព្រះយ៉ាងធំប៉ុណ្ណាណៃនៅក្នុងវត្តនេះប្រហែលជិតរោចដឹងស្មើនេះវត្តនេះផងដែរស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យនឹងស្រុកអីឃុំអីតែចាំអត់បានពេលនេះខ្ញុំដើរជិតដល់មលងទី3ហើយកន្លែងតអ្នកដើរដាក់លុយធ្វើបន់គ្រប់មលងអស់ហើយនាំគ្នាឡើងទៅមើលលើពហិវិញម្ដងនេះខ្លងទ្វារបរិវេណជុំវិញវត្តពោពេញដោយពឿមាសសិតតែម្ដងទាំងក្នុងទាំងក្រៅទងជាតិកម្ពុជានៅខាងលើបរិវេណមើលទៅទិសណាឃើញសិតតែពឿមាសតែម្ដងសំបីតែចន្លាក់ស្ដេចគ្រូតនៅលើពហិក៏សិតតែពឿមាសដែរខ្លងកន្លែងនេះឃើញពហិស្អាតណាស់សរសើរហើយសរសើរទៀតនិយាយថាមនុស្សនៅលើពហិជាន់ទី2ឡើងណែនរកតែផ្លូវចូលទៅថ្វាយបង្គំព្រះលំចង់បានបើសិនតែពេលល្ងាចវិញនឹងមនុស្សមកច្រើនយ៉ាងណាទេពេលចូលទៅថ្វាយបង្គំព្រះសុំសេចក្ដីសុខរួចមកពួកខ្ញុំបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព